Okay, good morning everyone. Ngày tí 4 này rồi. Bữa nay cứ mình sai bị sẽ chuyển tới tí công muối nơi rồi Michigan. Okay, cho đá vô nhé. So when to get into the elevator. បន្ទាប់ពីបានជួបជុំគ្នាហើយពួកយើងបានឡើងឡានក្រុងរបស់សាកលវិទ្យាល័យ Michigan ចឹងនេះតាមផ្លូវរបស់គ្នាពីអូតែខ្ញុំមកនេះឡើងទៅលក់ខ្លួនហើយតបបានកាហ្វេញ៉ាំបានមានកន្លងសារអត់តន់ស្របជាមួយម៉ោងកាហ្វេខ្មៅតែម្ដងបងប្អូនគ្នាជាមួយនឹងស្ករបន្តិចៗឯងខ្ញុំមានញ៉ាំកាហ្វេខ្មៅចឹងបងប្អូនគ្នាអាចមើលបាននេះនៅតាមផ្លូវស្ពានគេផ្លូវគេធំៗមែនទែនសងខាងច្រើនគំនុកមែនតើហើយឡានបើកលឿនណាអូខេយើងមកដល់ខាងក្រោមហើយឥឡូវមកដល់ស្រែក Alright, good morning. ឥឡូវម៉ោង8:10ជាង at the behind គឺជា Henry Ford Museum ជាសារមន្ទីរដែលអាចនឹងតាំងពីស្នាដៃឬជាប្រវត្តិរបស់លោក Henry Ford ដែលជាស្ថាបនិកនៃក្រុមហ៊ុន Ford អាគារខាងក្រោយគឺស្អាតមែនទែនអ្នកគ្នាឃើញ It's really good first time in here អាកាសធាតុថ្ងៃនេះគឺខ្យល់ត្រជាក់ហើយវា green មែនទែនអញ្ចឹងងាយស្រួលមែនទែនអញ្ចឹងខ្ញុំនឹងនាំបងប្អូនគ្នាចូលទៅក្នុងប៉ុន្តែអត់ដឹងថា they are allowing to take a photo or not or video okay bye bye នៅត្រង់នេះគឺពួកយើងបានចូលមកដល់ក្នុងសារមន្ទីរ Henry Ford ហើយសំណាងដែលបានមកចំថ្ងៃចុងសប្តាហ៍មនុស្សច្រើនតែមិនច្រើនខ្លាំងមែននេះគឺចាប់ផ្ដើមជាមួយនឹងការទស្សនាមានយន្តហោះមានឡាននេះតាមមិត្តភ័ក្ដិខ្ញុំក៏ប្រាប់ឡានហ្នឹងតាំងពីឆ្នាំ1925ហើយនេះអខាឡាននេះគឺអ្នកដែលចូលចិត្តប្រភេទឡានអីគឺត្រូវចិត្តមកនេះឡាននឹងឡានអីវែងដល់ដូចជាប្រភេទឡានប៉ណ្ណាំងទាំងអស់នេះគឺជា Rolls-Royce Phantom នៅដំបូងគេបំផុតឥឡូវគឺខុសគ្នាហ្មងអ្នកចូលចិត្តឡាននេះមកសារមន្ទីរនេះគឺដល់តែត្រូវចិត្តហើយនិយាយទៅ Oh my god see អូខេបងប្អូនគ្នាឥឡូវនេះនៅខាងក្រោយខ្ញុំគឺសិតជាឡានពីសម័យមុនដែលក្រុមហ៊ុន Ford បានផលិតថ្ងៃនេះខ្ញុំបានដឹងរឿងធំមួយ Ford តាមពិតអត់បានផលិតតែឡានទេមានទាំងរថភ្លើងមានទាំងយន្តហោះក៏មានដែរមិញខ្ញុំបានទៅកន្លែងនោះមានផលិតជាយន្តហោះហើយនៅខាងក្រោយនេះគឺជា all kind of car ឡានគ្រប់ប្រភេទមិនថាឡានដឹកទំនិញនេះដូចជាផ្សេងៗគឺផលិតបានទាំងអស់ហើយឡានគឺជារឿងមួយដែលភ្ញាក់ផ្អើលមែនតើអញ្ចឹងនេះសប្បាយចិត្តណាស់និយាយទៅបានមកឃើញការវិវត្តនៃឧស្សាហកម្មនៃក្រុមហ៊ុន Ford ណា Oh, what we call this in English? Yeah, so there's all kinds of handles and things that they had to use. Oh, great. អ្នកទាំងអស់គ្នាថានេះគឺជារថភ្លើងកាលពីឆ្នាំ1941ទម្ងន់607តោនបងប្អូនគ្នាអញ្ចឹងខ្ញុំចុចសលេងមើលឮទីដូចហ្នឹងតែអូខេខ្ញុំចុចកន្លែងនេះមួយទៀតវាឮសលេងអញ្ចឹងសប្បាយដែរតាទាំងអស់គ្នានេះគឺជាហាង McDonald កាលពីសម័យមុនណាមើលហាងនេះដូចមានសាក់មាន់មានអីចឹងណាជារបស់លោក Thomas Jefferson ហើយនេះក៏ជាតុធ្វើការរបស់គាត់ដែលគេប្រម៉ូទជា collection ចឹងអ្នកដែលអត់ដឹង Thomas Jefferson គាត់គឺជាអ្នកតាក់តែងរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកហើយក៏ជាប្រធានាធិបតីសហរដ្ឋអាមេរិកដែរខ្ញុំអត់ចាំថាប្រធានាធិបតីទីប៉ុន្មានទេប៉ុន្តែស្នាដៃរបស់គាត់ក្នុងការចូលរួមជួយអភិវឌ្ឍសហរដ្ឋអាមេរិកគឺធំធេងដែលជាមនុស្សម្នាក់ដែលគេចងចាំនៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកចឹងណាដើរអស់មកព្រឹកហើយឥឡូវឃ្លានណាដល់ម៉ោងញ៉ាំហើយមួយសេតនេះអស់$15អូស្អីក៏ថ្លៃដែរនៅនោះមានបាយសាច់មាន់ hot dog អីទេគេស្វាគមន៍មកកាន់ Greenfield តោះគ្នាឃើញសេះគេធំមកសេះនៅស្រុកនេះគឺជាភូមិបុរាណមួយដែលគេទុកសម្រាប់ធ្វើការប្រាប់ទៅកាន់អំពីការរស់នៅរបស់លោក Henry Ford មួយក្រុមការងាររបស់គាត់ចឹងណាហើយនេះគឺជាផ្ទះរបស់គាត់ទាំងអស់គ្នា Originally it was located a few miles northeast of here. But this is his house. This is where greatness was born. ចប់ពីកន្លែងមួយទៅកន្លែងមួយខ្ញុំមួយមិត្តភក្តិខ្ញុំគាត់នាំខ្ញុំដើរទៅទីកន្លែងនេះនៅតាមផ្លូវអាគារគេបែបចាស់មានបែបជាហាងមានដូចជាកន្លែងគេធ្វើសិប្បកម្មអីចឹងណាអូខេរថភ្លើងនេះយកភ្លើងដើរដោយចំហាយទឹកហើយ steam engine មានម៉ាស៊ីនដើរដោយចំហាយទឹកតាំងពីសម័យបុរាណ
năng là lời nơi nông phu mà bờ ran mùi nơiนี้មានស្ថាបត្យកម្មសំណង់បែបបុរាណហ្នឹងហើយមិញទៅតារាឆ្លងកាត់ផ្ទះលោក Henry Ford ស្ថាបនិកនៃក្រុមហ៊ុន Ford នៅនេះមានរូបភាពបែបដូចជាបែបវប្បធម៌គេច្រើនមិញមានអតិសេសមានអីមាន building ចាស់ៗអីផ្សេងៗចឹងចឹងជារួមមួយយ៉ាងហ្មងសម្រាប់ថ្ងៃនេះគឺពិសេសខ្លាំងៗហ្មងមិញមានឡានមានអីតាំងពីសម័យដើមអីឥឡូវប្រហែលជានៅពីខាងក្រោយហ្នឹងមានឡានមានអីទៀតអាគារខ្ពស់ៗនៅក្នុងវីដេអូដែលអ្នកនរពងឃើញនេះគឺជាទីក្រុង Detroit នៃរដ្ឋ Michigan ទីក្រុងនេះបើតាមដែលមិត្តភ័ក្ដិខ្ញុំគាត់ប្រាប់គាត់មិនមែនជាអ្នក local នៅនឹងមកតែគាត់ដឹងថាជាទីក្រុងមួយដែលសម្បូរទៅដោយធនាគារហើយពីមុនក៏ជាទីក្រុងមួយនៅក្នុងចំណោមទីក្រុងដែលជាទីក្រុងសេដ្ឋកិច្ចហិរញ្ញវត្ថុរបស់អាមេរិកអញ្ចឹងពួកយើងដើរតាមផ្លូវឆ្លងថ្នល់អីដើរតទៅមុខទៀតពួកយើងដើរតម្រង់ឆ្ពោះទៅកន្លែងមួយដែលជាទីតាំងដែលអ្នកទេសចរនៅមកលេងនៅទីនេះគាត់ចាស់អារម្មណ៍ចង់ទៅអញ្ចឹងតែមើលថាយើងទៅណាវិញNow I'm in Detroit City in Michigan State គឺជាលើកទី1មកទីក្រុងនេះគឺជាទីក្រុងដែលពីមុនជាទីក្រុងហិរញ្ញវត្ថុរបស់ថាអាមេរិកក៏ជាទីក្រុងមួយធំដែរអញ្ចឹងយើងទៅមើលទាំងអស់គ្នា Alright នៅខាងក្រោយនេះគឺជា Detroit River ទន្លេដែលហាមឃាត់រវាងកាណាដាជាមួយនឹងសហរដ្ឋអាមេរិកអញ្ចឹងគឺខុសគ្នាតែបន្តិចទេមកខាងនោះគឺជាទឹកដីរបស់ប្រទេសកាណាដាដែលរកគ្នាបែរជាថ្ងៃឃើញអញ្ចឹងឆ្លងពីនេះទៅគឺចូលទៅកាន់ដីកាណាដានៅទីខាងមុខនេះគឺជាទីក្រុង County នៃប្រទេសកាណាដាអញ្ចឹងវាហុំព័ទ្ធរវាងខណ្ឌរវាងទីក្រុង Detroit នៃរដ្ឋ Michigan របស់សហរដ្ឋអាមេរិកជាមួយនឹងទៅខាងនោះគឺទឹកដីរបស់កាណាដាមកខាងម្នាក់ really great អូខេបន្ទាប់ពីចាយពេលប្រហែលជា2ម៉ោងជាងនៅ Detroit ឥឡូវដល់ពេលយើងត្រូវត្រឡប់មកវិញហើយនេះពងនៅតាមផ្លូវប្រហែល6គ្នាមកត្រឡប់ទៅរកឡានក្រុងវិញព្រោះយើងត្រូវជិះឡានទៅវិញ2ម៉ោងនិយាយទៅទៅដល់ទីក្រុង East Lansing នៅរដ្ឋ Michigan កន្លែងដែលស្នាក់នៅសម្រាប់ខ្ញុំថ្ងៃនេះគឺយ៉ាងហត់តិចប៉ុន្តែនិយាយវាពិតជាល្អមែនទែនអញ្ចឹងយើងដើរពីនេះពីនោះរៀនបានច្រើនស្គាល់គ្នាហើយបង្កើនភាពស្និទ្ធស្នាលមួយបេក្ខជនដែលគាត់មកពីបណ្ដាប្រទេសផ្សេងៗបានច្រើនដែរមានដូចជា 4-5 trip តែមកហើយសរុបជារួមមានចំនួន22នាក់តែនៅ2នាក់ទៀតដាក់អត់មកដល់អញ្ចឹងវីដេអូថ្ងៃនេះមានប៉ុណ្ណឹងអរគ្នាបាយបាយអញ្ចឹងជូនពរដល់អ្នកស្នាងល្អហើយកុំភ្លេចតាមដានទស្សនានៅវីដេអូផ្សេងទៀតអូខេជម្រាបលាថ្ងៃនេះព្រឹកយើងមាន training ដូចធម្មតា and then ពេលថ្ងៃយើងនឹងមានការជួបជុំគ្នាមាន workshop សិក្ខាសាលាផ្សេងៗហើយល្ងាចនេះមាន home hospitality វាជា dinner ដែលខាងសាស្ត្រាចារ្យនៅសាកលវិទ្យាល័យគាត់នឹងអញ្ជើញពួកយើងទៅអូខេនៅត្រង់ចំណុចនេះខ្ញុំចង់ប្រាប់បងប្អូននេះគឺជាការធ្វើពិសោធន៍នៃការចែកម្លែកពីការប្រើប្រាស់ electro radiation ដើម្បីធ្វើការតាមដានពី process នៃខួរក្បាលរបស់មនុស្សកន្លែងនេះចប់ហើយខ្ញុំម្នាក់ដើរដំណងទៅរកអាហារថ្ងៃត្រង់ Okay so now we just finish the session ទៅចប់ session មិញកំពុងតែដើរទៅរកអាហារថ្ងៃត្រង់ very interesting topic របស់មិញគឺ interesting មែនតើអញ្ចឹងវារៀបពាក់ព័ន្ធជាមួយនឹង digital storytelling ហើយមានមួយចំនួនពាក់ព័ន្ធជាមួយនឹង neuroscience ជា research បែប engineering So today first time trying South American food ហូបមកពីខាង American ត្បូង taco with the Mexican food so it's gonna be interesting ដឹងតែរសជាតិមួយបែបហើយម្សិលមិញញ៉ាំ pizza ជាមួយនឹង sauce ហើយថ្ងៃនេះមាន taco recommend ពីមិត្តភ័ក្តិគាត់ថាសាកល្បងហ្នឹងទៅមកឲ្យថាអត់បានស្គាល់រសជាតិអីចឹងអូខេកន្លែងនេះគឺជាការដោះគ្រាប់បែកមិត្តភ័ក្តិខ្ញុំជនជាតិជប៉ុននេះក៏ជាអ្នកដោះហើយមិត្តភ័ក្តិខ្ញុំអ្នកទីជនជាតិចិននេះក៏ជាអ្នកផ្ដល់ការណែនាំWe safe now អានេះគឺជា BBQ បែបអាមេរិកកាំងមួយយ៉ាងទៅតាមានពោតមានសណ្ដែកមានសាច់មាន់មានសាច់គោអញ្ចឹងណា Okay now finish of the day we finished dinner right now ឥឡូវម៉ោង8ជាងហើយ so we heading back to the hotel ត្រឡប់ទៅតែវិញហើយនៅបន្ទាប់ពីចេញពី dinner ហើយក៏ឆ្លៀតមកមើលគេ live music band គេម៉ោង8យប់ហើយប៉ុន្តែមេអត់តន់យប់ទេបងប្អូនគ្នាអញ្ចឹងវីដេអូមួយនេះមានប៉ុណ្្នឹងហើយយើងនឹងជួបគ្នានៅក្នុង part 4